សូម្បីតែសត្វក៏វាចេះដែរបងប្អូនវាមកឈរកុំមកលុបវាក្តៅហ្នឹងហើយមិនមែនតែមនុស្សយើងទេណាវានៅក្តៅម្ដងសូម្បីតែសត្វក៏ចេះរត់មកជ្រកដោយសារតែវាក្តៅពេកបាទឥឡូវយើងត្រឡប់មកវិញមើលទេសភាពបែបស្រុកស្រែម្ដងបងប្អូនជាមួយនឹងសត្វគោវងគោដែលបងប្អូនកសិករគាត់ចិញ្ចឹមនៅក្បែរភូមិហ្នឹងហើយគាត់យកមកលេងឲ្យស៊ីនៅរដូវវស្សាគេជ្រូតកាត់អស់បងប្អូនហ្នឹងហើយបងប្អូនមើលលេងគោវាមានអារម្មណ៍ថាស្រស់ថ្លាដែររីករាយជាមួយនឹងអ្វីដែលយើងមានបែបស្រុកស្រែចការស់នៅបែបស្រុកស្រែចកានិយាយទៅវាគ្មានការប្រកួតប្រជែងគ្មានអីទាំងអស់បែបហៅថាសាមញ្ញតាមស្រុកស្រែខ្វៀលគោខ្វៀលក្របីជីវិតរស់សាមញ្ញស្រួលបងប្អូន